ជំរាបសួរខ្ញុំជាគ្រូករុណាខ្ញុំបង្រៀនភាសាកូរ៉េតាមវីដេអូថ្ងៃនេះខ្ញុំមិនមែនជាអ្នកបង្រៀនទេខ្ញុំសូមណែនាំអ្នកគ្រូម្នាក់មានគេសួរខ្ញុំជាច្រើនថាតើនៅ KLC មានគ្រូកូរ៉េមានតែលោកគ្រូករុណាមួយនាក់ទេមិនមែនទេមានលោកគ្រូអ្នកគ្រូជាច្រើនដែលចេះនិយាយខ្មែរបានផងហើយដឹងអំពីវេយ្យាករណ៍កូរ៉េច្បាស់ផងបាទថ្ងៃនេះខ្ញុំសូមណែនាំអំពីអ្នកគ្រូមួយរូបឈ្មោះស៊ិលគីបាទហើយអ្នកគ្រូពូកែបង្រៀនភាសាកូរ៉េហើយថែមទាំងចេះនិយាយខ្មែរច្បាស់ទៀតបាទសូមអញ្ជើញមកវីដេអូរបស់គាត់ប៉ុន្តែសូមអធិស្ឋានផងអ្នកគ្រូអត់ទាន់ស៊ូមនឹងកាមេរ៉ាបានល្អទេដូច្នេះនេះជាជំហានដំបូងសូមលើកទឹកចិត្តអ្នកគ្រូផងដែរសូមអញ្ជើញជំរាបសួរខ្ញុំឈ្មោះស៊ឺគីហើយជាគ្រូបង្រៀនភាសាកូរ៉េនៅសាលា KLC អ្នកទាំងអស់គ្នាដឹងហើយថាសម័យប្រឡង EPS Topic ជិតមកដល់ហើយដូច្នេះសាលា KLC បានរៀបចំវីដេអូថ្មីមួយដើម្បីដកស្រ័យលំហាត់សម្រាប់អ្នកត្រៀមប្រឡងលំហាត់ទាំងនេះបានដកស្រង់ចេញពីសៀវភៅនេះជាសៀវភៅស្តង់ដារនៃ EPS Topic ហើយឥឡូវនេះយើងចាប់ផ្ដើមដកស្រ័យលំហាត់តែម្ដងលំហាត់នេះបានដកស្រង់ចេញពីសៀវភៅទំព័រទី153សំណួរបាននិយាយថា저는 설악산에 안 가봤어요. 설악산에 너무 가고 싶어요. 그래서 이번 휴가 때 mauមានចន្លោះអញ្ចឹងយើងត្រូវបំពេញចន្លោះនេះឥឡូវមុននឹងមើលចម្លើយយើងបកស្រាយសំណួរសិន저는 설악산에 안 가봤어요. មានន័យថាខ្ញុំ설악산គឺជាឈ្មោះកន្លែងឋានគឺមានន័យថាភ្នំអញ្ចឹង설악គឺឈ្មោះភ្នំមួយ설악산គឺភ្នំដែលល្បីល្បាញនៅប្រទេសកូរ៉េអញ្ចឹង설악산គឺជាទីកន្លែងមួយតបមក 안 가봤어요 មានន័យថា 안 គឺមិន 안 가봤어요 មិនធ្លាប់ទៅ뭐뭐 가보다 គឺធ្លាប់ទៅវាប្រែទម្រង់ជា 봤어요 ដោយសារតែជាអតីតកាលតមក 설악산에 너무 가고 싶어요 មានន័យថា 너무 គឺជាខ្លាំងឬក៏មែនទែន 가고 싶어요 뭐뭐 하고 싶어요 គឺចង់អញ្ចឹង 가고 싶어요 គឺជាចង់ទៅអញ្ចឹង 설악산에 너무 가고 싶어요 មានន័យថាចង់ទៅភ្នំ설악ខ្លាំងណាស់ 그래서 이번 휴가 때 그래서 មានន័យថាដូច្នេះ 이번 휴가 때 휴가 គឺជាវិស្សមកាល 이번 휴가 때 មានន័យថានៅវិស្សមកាលលើកនេះបន្ទាប់មកយើងត្រូវជ្រើសរើសចម្លើយទាំងអស់គ្នាគិតថាត្រូវដាក់ចម្លើយមួយណាអញ្ចឹងចម្លើយទី1គឺ 집에서 쉴 거예요.ទី2 바다를 볼 거예요.ទី3 친구를 만날 거예요.ទី4 설악산에 갈 거예요. អញ្ចឹងយើងបកប្រែមួយ 집에서 쉴 거예요. ទម្រង់을 거예요 គឺជាទម្រង់អនាគតមានន័យថានឹងអញ្ចឹងចម្លើយទាំង4នេះប្រើទម្រង់ 을 거예요 ទាំង4ទី1 집에서 쉴 거예요 집គឺផ្ទះ
ចឹង쉴 거예요គឺជា쉬다គឺជាសម្រាប់ថែម을 거예요ពីក្រោយយើងបូកជាមួយខ្ញុំខ្លាយជា쉴 거예요ចឹងមានន័យថានឹងសម្រាប់នៅផ្ទះទី2 바다 គឺសមុទ្រ볼 거예요គឺ 보다 បូកនឹង을 거예요 보다 គឺមើលចឹង 바다를 볼 거예요មានន័យថានឹងមើលសមុទ្រមានន័យថានឹងទៅមើលសមុទ្រ 3번 친구를 만날 거예요 친구 គឺជាមិត្តភក្តិ 만날 거예요 만나다គឺជាជួបចឹងនឹងជួបមិត្តភក្តិចម្លើយទី4គឺ 설악산에 갈 거예요 설악산 ភ្នំសារ៉ាក់ 갈 거예요 មានន័យថានឹងទៅភ្នំសារ៉ាក់អញ្ចឹងដោយសារតែសំណួរគេបាននិយាយថាចង់ទៅធ្លាប់ទៅភ្នំសារ៉ាក់ដូច្នេះយើងអាចដឹងថាចម្លើយគឺជាចម្លើយទី4 설악산에 갈 거예요 យ៉ាងម៉េចដែរអ្នកគ្រូពិតជាពូកែបង្រៀនហើយចេះនិយាយខ្មែរច្បាស់មែនទេបាទនៅខែ4ថ្ងៃទី20យើងបើកវគ្គវិញ្ញាសា EPS Topic Special សម្រាប់អ្នកត្រឡប់មកពីកូរ៉េហើយដើមខែ5យើងសាលា KLC យើងខ្ញុំនឹងបើកវគ្គវិញ្ញាសាសម្រាប់លោកអ្នកទាំងអស់គ្នាខ្ញុំគ្រូករុណាក៏ដូចជាអ្នកគ្រូស្រីគីហើយអ្នកគ្រូប៉ាកលោកគ្រូយូអ្នកគ្រូឆាហើយលោកគ្រូអ្នកគ្រូជាច្រើនទៀតនឹងចូលរួមពង្រឹងសមត្ថភាពភាសាកូរ៉េរបស់លោកអ្នកទាំងអស់គ្នាបាទអរគុណច្រើនដែលមើលវីដេអូរបស់ខ្ញុំជំរាបលា감사합니다